រយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកគៀម៉ូតូបណ្ដាលឲ្យបរិសម្នាក់ជាម្ចាស់ម៉ូតូត្រូវចាគឺបោកក្បាលនៅនឹងផ្លូវស្លាប់តែម្ដងបរិសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមក្រោយពេលជិះម៉ូតូទៅទិញត្រីខនិងមីរួចជិះត្រឡប់មកផ្ទះវិញត្រូវរយន្តមិនស្គាល់ម៉ាកមួយគ្រឿងគឺចាគឺមកបុកឲ្យដួលបណ្ដាលឲ្យបោកក្បាលនៅនឹងផ្លូវហេតុការណ៍គ្រោះថ្នាក់ខាងលើនេះចាបានកាត់ឡើងនៅម៉ោង 9:30 នាទីយប់ថ្ងៃទី31តុលាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវវែងស្រេងក្នុងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចារថយន្តបានបន្តល្បឿនគឺបើកកិច្ចខ្លួនបាត់សម្ាលហើយក្រោយពេលការហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះមកដល់រួចវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នចំណែករថយន្តបង្កសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួននៅពេលក្រោយដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់រីឯសពសមត្ថកិច្ចបានធ្វើកំណត់ហេតុបកគោលទៅឲ្យក្រុមគ្រួសារយកធ្វើបន់តាមប្រពៃណីចានេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកគៀបណ្ដាលគៀម៉ូតូបណ្ដាលបរិសម្នាក់ហ្នឹងគឺដែលជាម្ចាស់ម៉ូតូហ្នឹងបោកក្បាលនៅនឹងផ្លូវស្លាប់តែម្ដង